បងប្អូនជំរាបសួរណាដោយសួស្តីបងប្អូនអស់គ្នាក្នុងបណ្ដាញសង្គម Facebook ណាក៏ដូចជា YouTube របស់ខ្ញុំបាទវីដេអូជនបទណាធ្លាប់តែឃើញខ្ញុំហូបណាបងប្អូនណាមិនថាមកជូរមកអែមណាក៏ដូចជាចំណីចំណុកហូបបាយហូបអីបងប្អូនណាឥឡូវយើងមកទស្សនាក៏ដូចជាកំសាន្តនៅក្នុងទេសភាពទឹកដីទីរួមខេត្តតាកែវណាបងប្អូនណានេះគេហៅថាមាត់ទន្លេណាបងប្អូនណាមាត់ទន្លេតាកែវយើងណាមុនចូលឆ្នាំណាយើងតលេងម្សិលមិញណាបងប្អូនយើងថ្ងៃទី7យើងតលេងថ្ងៃហើយឥឡូវបងប្អូនណាខុសមុនណាបងប្អូនណាយើងតលេងតិចភ្នែកមកបងប្អូនណាទេសភាពស្អាតណាបងប្អូនហើយជាពិសេសបងប្អូនខ្ញុំក៏ស្គាល់ឃើញថាកន្លែងសួនច្បារណាស្អាតណាបងប្អូនណាស្អាតមែនតើខ្ញុំឃើញហើយអត់ចំមកផ្ទះហ្នឹងបងប្អូនណាតែវាក្តៅពេកព្រោះតាកន្លែងអាមលប់ណាច្រកតែបើបានទៅថ្ងៃអាសៀលដូចជាម៉ោង3ម៉ោង4អាហ្នឹងប្រហែលជាត្រជាក់ឲ្យបងប្អូនយើងក៏ទៅច្រើនណាបងប្អូនណាអញ្ចឹងខ្ញុំទៅនេះវាថ្ងៃត្រង់ណាបងប្អូនណាអត់បានយកទេសភាពឲ្យពេញលេញទេតែសំខាន់បងប្អូនមានត្រីណាបងប្អូនណាមានត្រីដូចយើងទៅលេងកន្លែងត្រីមាសអញ្ចឹងបងប្អូនគឺស្អាតអញ្ចឹងបងប្អូនណាថតមិនសូវជាច្បាស់ស្អាតទេព្រោះយើងប្រើទូរស័ព្ទអត់សូវជាមានលុយអីល្អទេបងប្អូនយើងប្រើតាសេរីទៀបហ្នឹងបងប្អូនណាអញ្ចឹងថតទៅទេសភាពក៏វាអត់ស្អាតដែរបានឃើញជាក់ស្ដែងហ្មងបងប្អូនណាទីរួមខេត្តតាកែវយើងស្អាតណាពិសេសមាត់ទន្លេហ្នឹងហ្មងបងប្អូនណាមើលបងប្អូនណាអានេះកន្លែងរូបសំណាកពីមុខណាបងប្អូនណាបេះដូងខេត្តតាកែវបងប្អូនអើយកាលមិញបានដើរលេងណាទីរួមខេត្តណាតាកែវឥឡូវស្អាតណាបងប្អូនអត់ដូចមុនទេឥឡូវយើងទៅលេងហើយចង់មកផ្ទះព្រោះតែវាក្តៅបន្តិចបងប្អូនណាបើកុំតែក្តៅនៅដល់យប់តែមើលថ្ងៃសង្គ្រាន្តនេះណាបងប្អូនយើងក៏ទៅលេងតិចចឹងបងប្អូនព្រោះឥឡូវវាមានអីបងប្អូនណាតើណាក៏យើងសប្បាយដែរបងប្អូនជាពិសេសបងប្អូនណាថ្ងៃនេះមុនចូលឆ្នាំចេះបងប្អូនណាដើរមើលសប្បាយណាបងប្អូនណាមិនថាខេត្តយើងខេត្តគេណាបងប្អូនណាសប្បាយបងប្អូនមានកន្លែងដើរកំសាន្តលេងពិសេសបងប្អូនមកទន្លេខ្ញុំតាកែវនេះសប្បាយដែរណាបងប្អូនណាមិនធម្មតាទេបងប្អូនខ្ញុំទៅម្សិលមិញថ្ងៃទី7គេរៀបចំឲ្យឥឡូវវាមានជាត្រីអីយើងបានមើលច្រើនណាបងប្អូនទៅសប្បាយយើងណាមួយយើងអ្នកធ្វើថ្នោតទាំងទៀតបងប្អូនបានដើរលេងក្រុងរបស់យើងចេះសប្បាយបងប្អូនណាអែមហ្មងបងប្អូនអត់ដូចមុនទេតែមុនខ្ញុំទៅឲ្យបងប្អូនណាទៅកន្លែងអង្គុយបាក់អង្គុយតែឥឡូវបងប្អូនចង់សម្រាកនៅលើហ្នឹងក៏បានដែរបងប្អូនស្រួលណាឥឡូវស្អាតទៀតបងប្អូនណាផ្លូវក៏ស្អាតកន្លែងអង្គុយលេងក៏ស្អាតបើសួនច្បារវិញបងប្អូនណាផ្ការាជមែនបងប្អូនមើលទេសភាពស្អាតមកបងប្អូនហើយកន្លែងនេះខ្ញុំគ្រាន់តែបំពេញជាវីដេអូខ្លះទេបងប្អូនយើងអត់បានយកពេញទេវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនវាសុខភាពល្អសំណាងល្អអស់គ្នាឲ្យដើរលេងមុនចូលឆ្នាំឬថ្ងៃសង្គ្រាន្តបានច្រើនដើម្បីឲ្យអារម្មណ៍រីករាយបងប្អូនណាបាយអស់គ្នាពីវីដេអូជនបទ